បងហេតុអ្វីអ៊ីនធឺណិតខ្ញុំបដូរទៅស៊ីមពីកើតឃើញចឹងអ្នកគ្នាតាក់ទងទៅនឹងបដូរអ៊ីនធឺណិតពីស៊ីមមួយទៅស៊ីមមួយយើងអាច switch នៅក្នុង setting បានជាធម្មតាតែបើថាបើវាករណីអត់កើតវាអាចមានកត្តាផ្សេងទៀតអញ្ចឹងតាក់ទងទៅនឹងអ៊ីនធឺណិតបើយើងចង់ switch យើងចូលកន្លែង cellular ហើយយើងចុចឲ្យលើគេនេះ cellular data នេះចឹងអ្នកគ្នាពេលអ្នកគ្នាជាធម្មតាអ្នកគ្នាចង់ switch អ៊ីនធឺណិតពីស៊ីមមួយទៅស៊ីមមួយយើងគ្រាន់តែដូរមកចុចអា screen ចុចលើអ៊ីនធឺណិតណាដែលយើងចង់ដូរមកនេះឧទាហរណ៍ខ្ញុំពងប្រើ smart តែខ្ញុំចង់ដូរទៅ cell card អ៊ីនធឺណិត cell card ចឹងយើងចុចលើ cell card មកតែបើថាករណីយើងដូរអាហ្នឹងហើយវាអត់កើតអ្នកគ្នាចូលមកកន្លែង cellular data នេះវាមានអានេះបោះ cell card ចឹងបោះ cell card យើងជួយកន្លែង network selection ហ្នឹងយើងធ្វើមកយើងបើក automatic មកឬក៏ដាក់ cell card មកវាមាន cell card មានអីចឹងទៅយើងដាក់ automatic មកក៏បានដែរវាស្រួលជាងហើយកន្លែង smart ក៏អញ្ចឹងដែរ smart ហ្នឹងយើងបើក auto ដែរមកauto អានេះយើងបើក auto មកទៅវា select auto ហើយវា select smart internet smart ចឹងណាហើយបើយើងធ្វើអញ្ចឹងតែវានៅតែចាញ់អ្នកគ្នាអាចសាក restart ទូរស័ព្ទចេញម្ដងទៅអញ្ចឹងរបៀប restart ទូរស័ព្ទអ្នកគ្នាចុចលើអា9នេះមកចុចលើ device ហើយយើងចុចmore ហើយចុច restart ទៅឬក៏បើអ្នកគ្នាអត់មានអាកន្លែងមួហ្នឹងអ្នកគ្នាចូលកន្លែង accessibility ចុចបើកអាហ្នឹងតិចទៅនេះ turn on ទៅវាចេញហើយអញ្ចឹង restart ទៅបើវានៅតែអត់ចេញទៀតយើងសាកបិទបើកយន្តហោះម្ដងយើងបិទបើក airplane mode នេះអញ្ចឹងយើងជួយបិទបើកអញ្ចឹងទៅឲ្យវាអ៊ីនធឺណិតដាសាមីអញ្ចឹងទៅតែបើថាធ្វើអញ្ចឹងឲ្យវាអត់កើតជំរឿចុងក្រោយមានតែចូលមកកន្លែង general មកយើង reset setting របស់វាហ្មងចុះអ្នកគ្នាចូលមកកន្លែងtransfer or reset iPhone អញ្ចឹងយើងចុច reset ហ្នឹងមកហើយយើងចុច reset network setting ជាមានន័យថាយើង reset អាកន្លែង network internet តាក់ទងនឹង internet ទាំងអស់ដល់អញ្ចឹងដល់ពេលដែលយើង reset network ហ្នឹងហើយអ្នកគ្នាត្រូវតែចំណាយលុយបន្តិចព្រោះដោយសារតែយើងបើយើង reset ទៅវានឹងកាត់ plan internet ដែលយើងនៅសល់ internet ដែលយើងបញ្ចូលលុយទៅវានៅសល់វាកាត់ហើយអញ្ចឹងយើងត្រូវបញ្ចូលលុយ internet សាមីអាកន្លែងហ្នឹងវាអញ្ចឹងបើអ្នកគ្នា switch ហើយវានៅតែកាត់អញ្ចឹងអាហ្នឹងវាជាជំរឿនចុងក្រោយហើយចាំវីដេអូនេះមានតែប៉ុណ្្នឹងសូមខំថាអ្នកគ្នាជួយចុចវីដេអូនេះកុំភ្លេចចុច like follow ដើម្បីទទួលបានវីដេអូថ្មីបាយបាយ